tâm tàiประชุม RBC job JBC ឬក៏ RBC នេះចាប៉ុន្តែបងប្អូនមានដែរសង្កេតមើលឲ្យតែប្រជុំចប់ហ្នឹងតែមានរឿងប្លែកហ្មងភាគច្រើនគឺចេញមកពីខាងគេគឺមានរឿងមិនពេញចិត្តរឿងត្រង់នេះត្រង់នោះហើយពេលដែលសញ្ញេឬមួយក៏ពេលអីហ្នឹងគឺមើលទៅដូចហាក់បីដូចជាអត់មានប្រតិកម្មអីទេប៉ុន្តែបន្ទាប់ពីប្រជុំចប់គឺមានប្រតិកម្មចេញមកឡាំប៉ាឬមួយក៏អីចឹងទៅចាបងប្អូនបាត់ឆ្ងល់ទេតែពេលប្រជុំមានលក្ខខណ្ឌណាមួយដែលគេមិនត្រូវចិត្តគេប្រកាសជារលេះចាហ្នឹងគឺគេហៅថារលេះដើម្បីមិនទទួលស្គាល់មិនសប្បាយចិត្តជាមួយចឹងទៅធ្វើជាមានរឿងអីប្លែកៗដើម្បីយកមកធ្វើឲ្យពួកគេអាចនឹងតវ៉ាទៅលើការកិច្ចព្រមព្រៀងទៅលើការប្រជុំនោះសូមមានបានសង្កេតមើលឲ្យតែប្រជុំ RBC JBC ជាមួយខ្មែរចប់ដឹងតែជន់មីនមួយដងហើយ3 4ដងហើយដាច់ជើងអូយហើយប្រាប់ថាមានការចូលដីការរំលោភបំពានចាការបង្ហោះដ្រូនការធ្វើអ្វីផ្លាច់ៗអីចឹងទៅខ្ញុំមិនយល់មែនតើហេតុអីបានជាឡាំប៉ាដូចកូនក្មេងពេលប្រជុំហ្នឹងទៅប្រជុំសញ្ញេតសញ្ញេអាអ្នកប្រជុំហ្នឹងទៅប្រជុំចឹងទៅហើយអាអ្នកចាំទទួលលទ្ធផលតាមេភូមិភាគ2គេហ្នឹងអាមេតបគេហ្នឹងចាំបដិសេធចាំរលេះចាំធ្វើនេះចាំធ្វើនោះអត់ធ្វើយ៉ាងម៉េចគឺមិនអោយអាកិច្ចប្រឹងព្រៀងហ្នឹងវាបានដំណើរការទៅដោយរលូនណាគឺត្រូវតែមានឧបសគ្គជានិច្ចចាបើមិនជន់មីនទេចាក៏ស្អីចឹងទៅអើយហើយបើសិនជានៅតែអញ្ចឹងតែយើងជាថ្នាក់ដឹកនាំត្រូវទុកចិត្តនឹងធ្វើការជាមួយយ៉ាងម៉េចឲ្យបានរលូនទៅបើអ្នកទៅប្រជុំនឹងផ្សេងអ្នកប្រជាតបនឹងផ្សឹងអ្នកមើលទៅលើលក្ខខណ្ឌនយោបាយនឹងផ្សេងអ្នកកាន់ការសេដ្ឋកិច្ចនោះទទូចឲ្យបើកព្រំដែនមេតាហាននោះទទូចឲ្យបិទព្រំដែនពួកជ្រុលនិយមនោះឲ្យបិទទៅដើម្បីបង្អស់ហើយអ្នកដែលរស់ស៊ីនោះឲ្យបើកទៅដើម្បីឲ្យយើងឲ្យគេនឹងបានរលួយរយអូយវល់អញ្ចឹងយើងគិតមើលក្រុមគ្រួសារមួយដែលមានឪពុកផ្សេងម្ដាយផ្សេងបងផ្សេងប្អូនផ្សេងមេតបភូមិភាគ2ហ្នឹងខ្ញុំប្រៀបបីដូចទៅដូចជាបងប្រុសទៅចោះចាហើយរដ្ឋាភិបាលហ្នឹងគឺប្រៀបបីដូចជាឪពុកម្ដាយចាម្ដាយទៅហើយស្ដេចគេហ្នឹងគឺដូចឪពុកចាហើយ8ទិសប្រៀបធៀបបានណាខ្ញុំសូមប្រៀបធៀបការដែលថ្នាក់ដឹកនាំយើងប្រឈមមុខជាមួយនឹងពួកសៀមហ្នឹងគឺប្រៀបបីដូចជា roller coaster បងប្អូនទីភ្លើងទៅចេះបើយើងទប់អារម្មណ៍អត់បានយើងអាចនឹងក្អួតយើងពុលហើយយើងក្អួតយើងវិលមុខហ្មងចាពីព្រោះវាក្លុកអញ្ចឹងវាអញ្ចឹងអាមេតបនោះដឹកនាំទៅអញ្ចេះទៅអាថៃអាស្ដាច់គេនឹងអញ្ចេះទៅហើយអាអ្នកនយោបាយវិភាគផ្សេង influencer ហ្នឹងអញ្ចឹងទៅហើយអាអ្នកការទូតបរទេសហ្នឹងអញ្ចេះទៅហើយអាអ្នកដែលធ្វើខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចនោះអញ្ចេះទៅគឺថាវាវល់ហ្មងចាអញ្ចឹងយើងទុកឲ្យខាងគេសម្រួលសិនការដែលកម្ពុជានៅស្ងៀមក៏ល្អដែរពីព្រោះឥឡូវហ្នឹងចារូនពោះវាកំពុងច្វែមច្វាមដល់ពេលយើងទៅប៉ះណាក៏ចឹកដែរប៉ះស្អីក៏ចឹកដែរលុះត្រាតែពោះហ្នឹងវាអស់កម្លាំងហើយវាសង្អល់